សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមក review ពីកុំព្យូទ័រខ្ញុំប្រើថ្ងៃនេះកុំព្យូទ័ររបស់ខ្ញុំផ្ទាល់ដែលខ្ញុំប្រើសម្រាប់ live game ហើយនឹងលេង game ហ្នឹងនេះគឺនេះជាកុំព្យូទ័រខ្ញុំនេះខ្ញុំ build ថ្ងៃមុនអ្នកនាងមើលហ្នឹង build ក្នុង live stream ហ្នឹងនេះចឹងហើយខ្ញុំរៀបរាប់ spec ហើយនឹងតម្លៃដែលខ្ញុំ build កាលហ្នឹងនេះវាចូលប្រហែលខែនេះ5 6ខែហើយចឹងឥឡូវវាអាចតម្លៃវាអាចទៀតជាងហ្នឹងចឹងណាអញ្ចឹងតម្លៃ spec របស់ខ្ញុំណាចឹងហើយខ្ញុំឲ្យមើលនេះសិននេះមើលគ្រឿងក្នុងសិននេះទាំងកាហាទាំង VGA ហើយនឹងខេសនេះខេសចាស់đấyខ្ញុំដឹងហើយពីខ្ញុំប្រើខេសដដែលខេសកុំព្យូទ័រចាស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំទុកតែខេសទេចាស់ហ្នឹងខ្ញុំលក់បាត់ហើយអញ្ចឹងខ្ញុំប្រើខេសចាស់ហើយគ្រឿងថ្មីនេះCPU ទៅគ្រឿងថ្មីអស់នេះតែ VGA ខ្ញុំទិញមកទឹកទេគឺ RTX 37ណាគ្នាតែចិត្តគឺនៅល្អនេះនៅខ្លាំងនៅអាចលេង 2K បានអញ្ចឹងនេះហើយមានភ្លើងនេះមានភ្លើង RGB 4គ្រាប់កង្ហា4គ្រាប់នេះហើយនឹងកង្ហា CPU 2គ្រាប់ទៀតចឹង6គ្រាប់ RGB យើងអាចបញ្ជាបាននេះបញ្ជាបាននេះចង់ដូរពណ៌អីក៏បានដែរខេសនៅស្អាតនេះខេសខ្ញុំទុកខ្ញុំប្រើនេះខ្ញុំនៅស្អាតចឹងខ្ញុំសុខចិត្តប្រើខេសចាស់ទៅនេះដោយសារនៅស្អាតចឹងមើលទៅវាតាហួសសម័យទៅហើយខាងគៀននេះកញ្ចក់នេះខាងនេះខេសកញ្ចក់នេះអញ្ចឹងមើលទៅនៅស្អាតចឹងខ្ញុំប្រើនេះអាចដូរពណ៌បានតាមចិត្តនេះពណ៌វាមានច្រើននេះអូតូក៏បានហើយចង់ដាក់ពណ៌អីក៏បានដែរខៀវក្រហមហើយពណ៌លឿងក៏បានដែរនេះអញ្ចឹងដូរបានតាមចិត្តអញ្ចឹងភ្លើងទាំងអស់6គ្រាប់នេះ RGB 6គ្រាប់ RGB អាចដូរពណ៌បានហើយចំពោះ CPU ខ្ញុំប្រើ Ryzen 5 9600X នេះអាហ្នឹងសេរីថ្មីជាចុងក្រោយរបស់ AMD ហើយ Ryzen 5ឆ្នាំចុងក្រោយនេះអញ្ចឹងហើយព្រោះ RAM ខ្ញុំប្រើ Chuhua នេះ RAM របស់ចិនតែខ្ញុំប្រើតែអីទេនេះដែលបញ្ហាទេ RAM ពណ៌សនេះអញ្ចឹងហើយខ្ញុំអាចដូរ RAM នេះដូរដាក់ពណ៌ខ្មៅវិញដោយសារវាអត់សូវស៊ីគ្នាទេដោយសារកុំព្យូទ័រខ្មៅអស់នេះអញ្ចឹងខុសតែ RAM មួយទេសនេះអញ្ចឹងហើយខ្ញុំអាចដូរ RAM ពណ៌នេះវិញនេះពណ៌ខ្មៅវិញអញ្ចឹងហ្នឹងនេះ RAM គឺ 32GB បើវា6000ហ្នឹង6000 MHz នេះបើលើហ្នឹងក៏មិនសូវប៉ុន្មានដែរហើយបើកប់ហ្នឹងក៏ប្រយ័ត្នដែរអញ្ចឹងគឺបើ6000ហ្នឹងគឺ perfect សម្រាប់ DDR5 នេះអញ្ចឹងហើយប្រមាណតំបន់ខ្ញុំប្រើ MSI នេះ MSI Pro B650MP នេះ DDR5 ហើយចំពោះ M.2 ខ្ញុំប្រើheatsink មួយទៀតheatsink ចឹងវាឃើញពណ៌ស្អាតនេះពណ៌វាស៊ីជាមួយទាំងអស់ហ្មងនឹងទាំងកាហាអីស៊ីគ្នាហ្មងនេះពណ៌វា heatsink នោះនេះM.2 heatsink នេះវារៀងចាប់បុកខុសបាននេះឃើញអត់ដីទៀតណាសាខ្ញុំអត់តាមសម្អាតទេតាំងពី build មកចឹងដីទីហើយអាចដូរពណ៌បានដូចគ្នាជាមួយ heatsink នេះអញ្ចឹងពណ៌ក្រហមក៏បានដែរនេះពណ៌សស៊ីជាមួយ logo អត់អីតែប៉ុណ្្នឹងឯងគ្នាមានអីទៀតទេហើយខ្ញុំប្រើនេះ SD ហើយជា2ដើមទៀតនេះ SD 512ហើយនឹងមួយតេទៀតហើយនឹង HDD ហើយជា512ទៀតនេះអញ្ចឹងវាអាចគ្រប់ទាំងអស់ណាគ្រប់ទាំងអស់ហើយចូល3តេនេះmotorនេះគឺខ្ញុំប្រើនៅហាងខ្ញុំទៅនេះអញ្ចឹង motor អាចាស់របស់ខ្ញុំមកនេះ MSI 24 inch កោងនេះmotor នៅតែខ្ញុំប្រើ 2K នេះ MSI ដែរ 2K ចឹងនេះម៉ាស៊ីននេះខ្ញុំយកមកតេស្ត live នៅក្នុងហាងខ្ញុំហ្នឹងអញ្ចឹងតែឥឡូវ live កាត់ដោយសារវាមិនសូវពេកចឹងហើយយើងយកទៅវិញហើយយកទៅ live ទៅផ្ទះវិញនេះហ្នឹងហើយមួយទៀតដោយសារខ្ញុំបាន live សារមួយយ៉ាងហ្នឹងខ្ញុំរវល់អញ្ចឹងរវល់មកហាងកុំព្យូទ័រគឺមានលក់កាស microphone ហើយនឹង RTX ពួក4060 VGA មាន RTX 4060 3060 Ti ហើយនឹង AMD ក៏មានដែរនេះសេរីទៀតមានតែសេរី35មានដែរនេះមាន power មាន motherboard មាន cache ចឹងនេះធុងនេះគឺតម្លៃថោកទេនេះធូរជាង build ទេនេះតម្លៃទិញកាត់អានភ្ញៀវតម្លៃធូរនេះមកចង់បានអាចឆាញ់ខ្ញុំបានហើយ file ចង់12នេះហើយ GPU គឺ tab នេះ tab 1654G នេះ GDDR6 នេះ GDDR6 នេះអញ្ចឹងវាហ្នឹងសេរីថ្មីនេះហើយ RAM 16G នេះខេសនៅស្អាតខេសកញ្ចក់ទៅអត់នេះតែអត់ចាស់តែមើលទៅថ្មីនេះហើយ cooler ប្រើពួក Tsunami នេះ
ប៉ុណ្្នឹងហើយហើយមានbill ទៅមានទួល bill កុំព្យូទ័រនេះ bill មានកាហាខែមានអីចឹងមានខ្លះសាមានអាកាសមានអត់នេះទៅ accessory ទូរស័ព្ទក៏លក់ accessory កុំព្យូទ័រក៏លក់នេះអញ្ចឹងមានទាំងអស់នេះបើនេះចាំបានអាចឆាតសួរខ្ញុំបាន accessory ទូរស័ព្ទនិង accessory កុំព្យូទ័រតែបើមានក្នុងហាងទេនេះអាចកំងបានដាក់កំងតាមខ្ញុំបាននេះនេះ AMD នេះអខ្ញុំហុង3.0ក៏មានដែរនេះហ្នឹងនៅនេះបើចិត្តរកការអាចឆាតខ្ញុំបានហើយមាន mouse keyboard ដៃ game អញ្ចឹងនេះមានកាសក៏មានដែរហើយខាងនោះ mouse នេះនឹង webcam នេះកាស keyboard នេះ keyboard មាន Fantech នេះពួក mechanic នេះហើយដៃ game មានពួក Xbox 360ហ្នឹងលេងកុំព្យូទ័របាននេះឥឡូវនេះអត់អីពួក 35 នេះហើយនឹង 1650 4G keyboard អានេះ keyboard នេះlike ទីធូរជាងពួក Fantech នេះនៅចតែមួយឈុតនេះមានមួយឈុតតែមានតែ mouse មាន keyboard នេះចតែហ្នឹងហើយនឹង webcam mouse នេះ mouse មានតែប៉ុណ្្នឹងអីនេះមានតែប៉ុណ្្នឹងហើយតើយើងមកមើលតម្លៃកុំព្យូទ័រខ្ញុំ bill វិញណាកុំព្យូទ័រខ្ញុំ bill តម្លៃទាំងអស់អស់ម៉ាននេះតម្លៃខ្ញុំ bill ពីមុនណាហើយនឹងខ្ញុំប្រាប់តម្លៃឥឡូវវាអាចខុសគ្នារៀងគួរសមដែរអញ្ចឹងសម្រាប់ទាំងអស់នៃតម្លៃខ្ញុំ bill កាលពីមុនហ្នឹងគឺខ្ញុំទិញក្នុងពេលគេ discount គឺសម្រាប់ទាំងអស់$740នេះអាហ្នឹងទាំងអស់ហ្នឹងនេះទាំងនេះទាំង VGA ហ្នឹងទាំងមួយឈុតមកអត់រាប់ខែរាប់ឯសាខែហ្នឹងខ្ញុំប្រាក់ខែចាស់អញ្ចឹងមកបូកខែទៀតអាចចូល$800នេះ$8អញ្ចឹងមកនេះ bill ឡូវអាចតម្លៃលើហ្នឹងនេះណាមួយនេះខ្ញុំ bill យូរហើយហងនេះបើនេះ bill ត្រាខ្ញុំអាចតម្លៃលើ1000នេះមកលើ1000សារកាលហ្នឹងសេរី CPU នឹងថ្លៃ CPU AMD នឹងថ្លៃនេះចេញថ្មីអញ្ចឹងឥឡូវ CPU នេះធ្លាក់ហើយឥឡូវ CPU ហើយសល់ខ្ទង់200ជាងទេក៏មុនអា CPU ហ្នឹងថ្លៃនេះថ្លៃខ្ទង់300អីRyzen 5 960X ហ្នឹងថ្លៃកាលហ្នឹងនេះខ្ទង់300អីនេះឥឡូវសល់ហើយ200ស្ដាងទេឥឡូវនេះអញ្ចឹងមកនេះ bill ឥឡូវវាអាចបានថ្លៃជាងល្អជាងហ្នឹងអញ្ចឹងនេះហ្នឹងហើយកាលខ្ញុំ bill មុនគឺថ្លៃខ្ទង់700បើបូកទាំងខែអាច$800នេះ$800នេះអញ្ចឹង space ប៉ុណ្ណឹងនេះ space ប៉ុណ្ណឹងRX 37ហើយនឹង AMD Ryzen 5 9600X នេះ Ryzen 2G M.2 មកទេនេះអញ្ចឹងខ្ញុំគិតថាខ្ញុំ bill ពីមុនគិតថាចំណេញហើយខ្ទង់$200នេះខ្ញុំ bill កាលតែខ្ញុំបាន discount ហ្នឹងនេះហើយទិញកណ្ដឹងពេល discount នេះ discount ដល់ CPU គាត់ discount ចាស់ discount ដល់សឹងអស់នេះខ្ញុំទិញគឺខ្ញុំទិញមិនខ្ញុំទិញម្ដងអស់ទេទិញម្ដងមួយអញ្ចឹងនេះខ្ញុំឃើញគេ discount ខ្ញុំទិញតុកនេះទិញតុកអញ្ចឹងទិញតុកមួយសិនណាដំបូងទិញ CPU ដំបូងទិញ RAM តុកសិនណាទិញតុកសំបានគ្រប់ bill បណ្ដោយអញ្ចឹងនេះអញ្ចឹងខ្ញុំមិនមែនទិញភ្លាមទាំងអស់ហ្មងទេអញ្ចឹងយើងនេះដែរនេះយើងមើលដែរអញ្ចឹងបានបើយើងទិញទាំងអស់ភ្លាមហ្នឹងតម្លៃវាអាចលើហ្នឹងអាសាយើងទិញសរុបហ្មងអញ្ចឹងណាអញ្ចឹងវាអត់មាន discount ម្ដងអស់ទេអញ្ចឹងណាអញ្ចឹងមកយើងទិញយើងដែរនេះខ្ញុំទិញមើលដែរនេះខ្ញុំទិញពេល discount ទេអញ្ចឹងខ្ញុំទិញបានតម្លៃល្អនេះអញ្ចឹង bill ទៅតម្លៃយើងទៀតអញ្ចឹងនេះខ្ទង់800 bill បាននេះបានកុំព្យូទ័រលេង 2K បាននេះ 2K High Ultra បាន setting នេះអញ្ចឹងណា37នៅខ្លាំងនេះនិយាយមែនអត់សោយទេនេះនៅខ្លាំងលេង game 2K បានមួយអែមនេះ game ថ្មីក៏ដោយតលេងបាននេះយើងបើក DLSS ទៅរត់មកស្រួលហ្មងនេះនៅប៉ុណ្្នឹងឯងនេះប៉ុណ្្នឹងឯងហើយខ្ញុំចង់ប្រាប់ពីកន្លែងខ្ញុំលក់កុំព្យូទ័រនេះខ្ញុំតំបើកដែរទេហើយខំមកនេះជួយ control នេះspace នេះ space កុំព្យូទ័រខ្ញុំឲ្យមើលលើមកទៅខ្លាយគ្នាអត់ជឿខ្ញុំនេះ space របស់ខ្ញុំផ្ទាល់ហ្មងនេះ CPU នេះ CPU នេះគឺនេះឃើញ Ryzen 5 RX Ryzen 5 9600X នេះ6 core 12 thread នេះហើយ RAM 32GB ហើយបើវា6000ឃើញអត់ហើយ hard disk 500G ហើយ SD នេះមកទេហើយ SD មួយទៀតមកទេទៀតហើយអានេះ SD នេះគឺ 500G នេះហើយអត់ទេគឺនេះ GPU អត់ទេ37 8G នេះហើយអាមួយទៀតគឺ integrated graphic card ក្នុងជាប់ជាមួយ CPU អញ្ចឹងនេះ AMD graphic card នេះអាហ្នឹងយើងទុកកាត់តទៅបានកាត់តឬប្រើសម្រាប់យើងប្រើសម្រាប់ក្នុង OBS អាចទៅប្រើជា
record ឬហ្នឹង record នឹង stream បានចឹងនេះហ្នឹងអាច encode បាន encode video បានចឹងយកសូវ hot ចឹងយកសូវប្រើខ្លាំងលើ CPU របស់យើងឬ GPU យ៉ាងទេចឹងយើងប្រើ GPU នេះដើម្បី stream ឬ live stream ហ្នឹងអញ្ចឹង record ចឹងនេះប្រើនេះបានចឹងវាអត់សូវប្រើខ្លាំងលើពួក GPU និង CPU ទេហ្នឹងអញ្ចឹងបើគ្នា build computer សម្រាប់អ្នកធ្វើការដូចខ្ញុំអញ្ចឹង stream ផង record ផងអញ្ចឹងនេះខ្ញុំ recommend អ្នក build CPU ណាដែលមាន graphic card មកជាមួយអញ្ចឹងនេះ graphic card ជាប់ក្នុង CPU ដូច Intel អញ្ចឹង Intel មានកំយកទៅ app នេះសម្រាប់អ្នកធ្វើការឬអីអញ្ចឹង render ឬថត stream អញ្ចឹងនេះ record stream អញ្ចឹង record stream វីដេអូអញ្ចឹងខ្ញុំកំយកទៅ app នេះប៉ុណ្្នឹងឯងនេះសម្រាប់ computer របស់ខ្ញុំហ្នឹងនេះ computer ខ្ញុំរបស់ខ្ញុំប្រើថ្ងៃហ្នឹងសាញ់ថារកធ្វើវីដេអូប្រាប់នេះយូរហើយតែអត់មានពេលប្រាប់តែឥឡូវខ្ញុំមានពេលជាពេលថតប្រាប់បន្តិចទៅ game មានពេញ computer តែដល់លេងហ្នឹងអើយពេលលេងហ្នឹងចេញទុកសិនហ្នឹងចាំថ្ងៃណាពេលលេងខ្ញុំលេងមែននេះហ្នឹងហើយបងប៉ុណ្្នឹងឯងហើយស្គាល់នេះជួយគ្រប់ត្រូលនេះបើត្រូវការ computer អីខ្ញុំអាចតែទៅខ្ញុំបាននេះការ build computer សម្រាប់ធ្វើការលេង game អញ្ចឹងនេះខ្ញុំមានទាំងអស់នេះមានគ្រឿងគ្រប់ហ្នឹងអញ្ចឹងនេះត្រូវការ build អត់ចាញ់វាទៅឆាំឲ្យមួយថ្ងៃពីរថ្ងៃបានហើយនេះសារខ្ញុំត្រូវការរៀបនឹងផ្ញើទៅឲ្យអញ្ចឹងនេះបើអ្នកប៉ែតអាចមកបាននេះប៉ែតនៅស្វាយអាចមកលេងបាននេះនៅហាង computer របស់ខ្ញុំខ្ញុំលក់ក្នុងផ្សារទេនេះមានឃើញមកមានហូបមានអីចឹងមានកាទៀវមានមាន់ពងអញ្ចឹងរបស់នេះអាចចង់រកអីមិនដាក់ map ឲ្យបានទីតាំងនេះទីតាំងមានក្នុង map នេះ Google Map នេះ search ទៅនេះ Kit Computer ឃើញក្នុង map ហ្នឹងគឺនៅក្នុងផ្សារ Stargo នេះចឹងនេះត្រូវការ computer អីអាចទៅខ្ញុំបានទាំង laptop ទាំង desktop អីហ្នឹងមកទឹកថ្មីមានអស់នេះតម្លៃធូរទេតម្លៃ200មានហើយ200ឡើងហើយទៅដល់1000មានហើយតម្លៃ spec computer ចាំឲ្យត្រូវការ build អីនេះអាចទៅខ្ញុំបាននេះអរគុណច្រើននេះជួបគ្នានៅវីដេអូក្រោយទៀតនេះបាយបាយ